ប្រតិភូកីឡាហាប់គីដូកម្ពុជាបានត្រឡប់មកដល់មាតុភូមិវិញហើយកាលពីល្ងាចថ្ងៃទី18ខែមិថុនាឆ្នាំ2025បន្ទាប់ពីបានចូលរួមប្រកួតកីឡាហាប់គីដូជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសឥណ្ឌូនេស៊ីព្រមទាំងនាំមកនូវជ័យជំនះយ៉ាងធំធេងមកជូនជាតិដោយដណ្ដើមបានមេដាយចំនួន23គ្រឿងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញលោកគង់ច័ន្ទធីណាអគ្គលេខាធិការសហព័ន្ធកីឡាហាប់គីដូកម្ពុជាដែលដឹកនាំកីឡាករកីឡាការិនីហាប់គីដូកម្ពុជាចូលរួមប្រកួតកីឡាហាប់គីដូជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសឥណ្ឌូនេស៊ីឆ្នាំ2025បានគូសបញ្ជាក់ថាមេដាយចំនួន23គ្រឿងរបស់កម្ពុជាដែលដណ្ដើមបានរួមមានមេដាយមាស4គ្រឿងមេដាយប្រាក់7គ្រឿងនិងមេដាយសំរឹទ្ធ12គ្រឿងលោកបានបន្តថាជាការកត់សម្គាល់មានវិញ្ញាសាខ្លះកីឡាករកីឡាការិនីកម្ពុជាមានគុណភាពបច្ចេកទេសល្អជាងដែលឈានដល់ការឈ្នះមេដាយមាសរីឯវិញ្ញាសាខ្លះទៀតគឺកីឡាករកីឡាការិនីកម្ពុជានៅមានកម្រិតនៅឡើយដោយចំណុចខ្វះខាតទាំងនេះយើងនឹងបន្តការវឹកហាត់បង្កើនគុណភាពឲ្យបានពេញលេញដើម្បីត្រៀមការប្រកួតអន្តរជាតិលើកក្រោយៗទៀតលោកបន្ថែមថានេះជាការចូលរួមប្រកួតអន្តរជាតិជាលើកទី2របស់ប្រភេទកីឡាហាប់គីដូកម្ពុជាបន្ទាប់ពីការចូលរួមប្រកួតជើងឯកពិភពលោកកាលពីឆ្នាំ2024កន្លងទៅជាមួយនឹងសមិទ្ធផលមេដាយជាច្រើនគ្រឿងផងដែរយ៉ាងណាក្តីក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសឥណ្ឌូនេស៊ីឆ្នាំ2025នេះគឺកីឡាករកីឡាការិនីកម្ពុជាបានប្រឹងប្រែងប្រកួតអស់ពីលទ្ធភាពហើយយើងទទួលបានសមិទ្ធផលមេដាយជូនជាតិសរុបចំនួន23គ្រឿងចំពោះមេដាយមាសចំនួន4គ្រឿងរបស់កម្ពុជាដណ្ដើមបានដោយកីឡាករសុខុនសីហនុតមេដាយមាសលើវិញ្ញាសាប្រយុទ្ធ35គីឡូក្រាមកីឡាការិនីគង់ម៉ូណាដៃអាណាមេដាយមាសលើវិញ្ញាសាលោតចម្ងាយកីឡាការិនីគង់ម៉ូណាចេសស៊ីកាមេដាយមាសលើវិញ្ញាសាលោតចម្ងាយនិងកីឡាករផិនមូនីរតមេដាយមាសលើវិញ្ញាសាលោតចម្ងាយគួរបញ្ជាក់ថាសហព័ន្ធកីឡាហាប់គីដូកម្ពុជាក្រោមការដឹកនាំរបស់អង្គការសៅសេងហៈប្រធានសហព័ន្ធបានបញ្ជូនមន្ត្រីបច្ចេកទេសអាជ្ញាកណ្ដាលគ្រូបង្វឹកគ្រូជំនួយនិងកីឡាករកីឡាការិនីចំនួន15នាក់ចូលរួមការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី2ឆ្នាំ2025ក្នុងនោះកីឡាករ7នាក់និងកីឡាការិនី4នាក់សហព័ន្ធកីឡាហាប់គីដូកម្ពុជាសប្តាហ៍ថ្ងៃនេះធ្វើដំណើរទៅមុខដោយសារការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងពីប្រធានសហព័ន្ធកីឡាហាប់គីដូកម្ពុជាអង្គការសៅសេងហៈលោកគួយហុងជាអនុប្រធានសហព័ន្ធនិងសមាជិកប្រតិបត្តិរបស់សហព័ន្ធមិនទាន់ទទួលបានការជួយឧបត្ថម្ភពីក្រុមហ៊ុនឯកជននិងការគាំទ្រថវិកាពីក្រសួងអប់រំយុវជននិងកីឡាដោយសហព័ន្ធកីឡាជាតិនានានៅឡើយ